តាពីបណ្ដាសាបុរាណ3000ឆ្នាំពិតជាមានចេតនាសម្រាប់មនុស្សមែនឬគ្រាន់តែជាការចៃដន្យប៉ុន្តែរាល់ពេលមនុស្សដែលបានទម្លុះទ្វារភ្នូរនេះពួកគេត្រូវបានស្លាប់ជាបន្តបន្ទាប់ដោយគ្មានមូលហេតុការរៀបចំនិងការរកឃើញជាប្រវត្តិសាស្ត្រនៅឆ្នាំ1922ពិភពលោកបានភ្ញាក់ផ្អើលយ៉ាងខ្លាំងអំពីសារព័ត៌មានដ៏អស្ចារ្យមួយលោក Howard Carter ដែលជាអ្នកបរាមវិទ្យាជនជាតិអង់គ្លេសនិងជាអ្នកឧបត្ថម្ភហិរញ្ញវត្ថុឲ្យលោក Lord Carnarvon លោកបានស្វែងរកឃើញភ្នូររបស់ស្ដេច Tutankhamun ដែលជាបច្ចេកអធិរាជវ័យក្មេងជាងគេនៃប្រទេសអេស៊ីបុរាណនៅជ្រលងភ្នំអធិរាជភ្នូរមួយនេះមិនធ្លាប់ត្រូវបានគេកោះកកាយឬចោលរួចឡើយអស់រយៈពេលជាង3000ឆ្នាំវាពោរពេញទៅដោយរតនសម្បត្តិមាសប្រាក់និងគ្រឿងអលង្ការរាប់ពាន់មុខដែលធ្វើឲ្យពិភពលោកកោតសរសើរយ៉ាងខ្លាំងប៉ុន្តែនៅពីក្រោយភាពអស្ចារ្យមួយនេះស្រមោលអន្ថការនៃពាក្យបណ្ដាសាក៏បានចាប់ផ្ដើមគ្របដណ្ដប់មរណភាពបន្តបន្ទាប់ដ៏អាកំបាំងត្រឹមតែរយៈពេលប្រមាណខែបន្ទាប់ក្រោយពីការបើកភ្នូរសោកនាដកម្មដំបូងបានកើតឡើងលោក Lord Carnarvon ដែលជាអ្នកចំណាយលុយកាយភ្នូរនេះបានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរនិងបានស្លាប់បាត់បង់ជីវិតនៅសន្តាគារក្នុងក្រុង Cairo ដោយសារតែការឆ្លងរោគបន្ទាប់ពីលោកត្រូវបានមូសខាំចំស្នាមមុខរបួសអ្វីដែលកាន់តែរំភើបគឺនៅពេលលោកផុតដង្ហើមភ្លើងអគ្គិសនីក្នុងក្រុង Cairo ទាំងមូលបានរលត់ងងឹតសូន្យឈឹងហើយនៅផ្ទះរបស់លោកនៅឯប្រទេសអង់គ្លេសសត្វឆ្កែចិញ្ចឹមរបស់លោកក៏បានស្រែកលូនិងស្លាប់នៅពេលដំណើរគ្នានោះដែរបន្ទាប់មកករណីស្លាប់ជាបន្តបន្ទាប់បានកើតឡើងនៅលើអ្នកដែលបានចូលរួមឬអ្នកពាក់ព័ន្ធនឹងការបើកភ្នូរនោះលោកចောက်ជែគូមហាស្ថិដែលបានទស្សនាភ្នូរនោះបានស្លាប់ដោយសារជំងឺគ្រុនក្តៅខ្លាំងបន្ទាប់ពីត្រឡប់មកវិញលោក Sir Archibald Douglas Reed គ្រូពេទ្យដែលបានថតអិចរ៉េលើរូបរាងកាយម៉ាមីស្ដេចទូតត្រូវបានធ្លាក់ខ្លួនឈឺនិងស្លាប់បាត់បង់ជីវិតសូម្បីតែអ្នកទៅទស្សនាផ្ទាល់និងអ្នកដែលបានចុះទៅស្រាវជ្រាវជាច្រើនអ្នកទៀតក៏បានជួបប្រទះនឹងគ្រោះថ្នាក់ជំងឺចម្លែកឬការឆ្លងរោគក្នុងសួតយ៉ាងធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតជាបន្តបន្ទាប់ព័ត៌មាននេះបានផ្សព្វផ្សាយពីពេញពិភពលោកក្រុមចំណងជើងថា The Mummy Curse ឬពាក្យបណ្ដាសារបស់ Mummy ការបកស្រាយតាមបែបវិទ្យាសាស្ត្រតើវាពិតជាពាក្យបណ្ដាសាមែនឬគ្រាន់តែជាការចៃដន្យអ្នកវិទ្យាសាស្ត្រសម័យទំនើបបានព្យាយាមសិក្សានិងស្វែងរកការពិតទី1មេរោគនិងផ្សិតបុរាណភ្នូរនេះត្រូវបានបិទជិតរាប់ពាន់ឆ្នាំមានការកើនឡើងនូវផ្សិតនិងបាក់តេរីដ៏គ្រោះថ្នាក់ដូចជា Aspergillus flavus ដែលអាចបង្កការឆ្លងរោគដ៏ធ្ងន់ធ្ងរនៅក្នុងសួតពិសេសចំពោះមនុស្សដែលមានប្រព័ន្ធការពាររាងកាយខ្សោយដូចជា Lord Carnarvonទី2ឧស្ម័នមជ្ឈសកម្មរ៉ាដុងកត្តាសារធាតុរ៉ែធម្មជាតិការសិក្សាបានរកឃើញថាបន្ទប់កប់សពក្រោមដីនៃអេស៊ីបមានសន្ទស្សនិងឧស្ម័នមជ្ឈសកម្មរ៉ាដុងនិងសារធាតុយូរ៉ានីមខ្ពស់ខ្លាំងដែលអាចបំផ្លាញកោសិការាងកាយនិងបង្កជាជំងឺមហារីកយ៉ាងរហ័សទី3ជាតិពុលក្នុងប្រេងអសាសពកត្តាសារធាតុគីមីបុរាណប្រេងនិងសារធាតុគីមីដែលជនជាតិអេស៊ីបបុរាណបានលាបនៅលើសាកសពម៉ាមីរួមមានអាសេនិកនិងសំណបានភីឡើងក្នុងបន្ទប់ដែលគ្មានខ្យល់ចេញចូលដែលអាចធ្វើឲ្យអ្នកកាយភ្នូរត្រូវបានបំពុលដោយមិនដឹងខ្លួនទោះបីជាអ្នកវិទ្យាសាស្ត្រមានការបកស្រាយបែបនេះក្តីក៏រើរ៉ាកំបាំងនិងមរណភាពដ៏គួរឲ្យតក់ស្លុតនៃភ្នូរស្ដេច Tutankhamun នៅតែជាប្រធានបទដែលធ្វើឲ្យពិភពលោកជក់ចិត្តនិងព្រឺរោមរហូតដល់សពថ្ងៃតើបងប្អូនជឿលើពាក្យបណ្ដាសាឬជឿលើការបកស្រាយតាមបែបវិទ្យាសាស្ត្រសូមបញ្ចេញមតិយោបល់របស់បងប្អូននៅខាងក្រោមវីដេអូនេះពិភពលោកយើងនៅមានរឿងរ៉ាវកំបាំងជាច្រើនទៀតដែលបងប្អូនប្រហែលជាមិនទាន់បានដឹងដើម្បីកុំឲ្យខកខានក្នុងការទស្សនាវីដេអូបន្ទាប់សូមកុំភ្លេចជួយចុច Follow និងជួយចុច Subscribe នៅ YouTube របស់យើងខ្ញុំម្នាក់មួយផងសូមអរគុណសម្រាប់ការតាមដានទស្សនា